កាលណាយើងនិយាយអ្វីមួយទៅកាន់សង្គមបកូនណាបើមិនមែនជាជំនាញរបស់យើងសួរគេឃើញព្រះសង្ឃអង្គខ្លះនិយាយពីសេដ្ឋកិច្ចនោះសម្បើមណាស់ចឹងណានិយាយអំពីបរិស្ថានយើងសួរគេយើងមិនចេះទេបើនិយាយពីធម៌កណាបកូនណាចេះណានិយាយអំពីអីនយោបាយបើចេះនិយាយបើអត់ចេះសួរគេរៀនចំនួនយើងនេះណាបកូនណាយើងគួរតែរៀនទទួលស្គាល់អំពីដែនកំណត់នៃចំណេះដឹងរបស់ខ្លួនជនជាតិយើងនេះពេលខ្លះវាអួតខុសរឿងចេះនោះចេះសូម្បីតែពុទ្ធជាម្ចាស់ណាព្រះអង្គតែងតាំងអាសាវៈ80ព្រះអង្គដើម្បីអីទៀតអសីតិមហាថៃនឹងជាអីគេទៀតតំណាងអីមើលជាជំនាញព្រះសិរីបុត្រជំនាញអីបញ្ញាឃើញទេនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹង80ឯកទេសដែលជាមន្ត្រីយ៉ាងមន្ត្រីទេដូចបបាក់ស្ដាប់តិចថាជាសាវកដែលជំនាញ80អ្នកណាចង់មានបញ្ញាអត់អ្នកណាចង់និយាយពីរឿងបញ្ញាព្រះលោកឲ្យព្រះសិរីបុត្រហត់អ្នកណាចង់សាកឆាធัวបញ្យលធัวអីយ៉ាងម៉េចឲ្យទៅអ្នកណាព្រះមហាកចាយចាយណៈពេលដែលព្រះអង្គនិមន្តទៅព្រៃទៅផ្លូវឆ្ងាយព្រះអង្គតែងតែយកអង្គណាទៅតាមសេវលីឃើញទេនេះដំណើររបស់ព្រះសម្មាសម្ពុទ្ធណាយើងចឹងដែរប្រសងចឹងដែរប្រកូនណាអើយកណាអង្វរពេលខ្លះទៀតឆ្នាំណានោះមានបញ្ហារឿងចម្រៀងរឿងអីនឹងឃើញលោកទៅខមមិនទៅបញ្យលឲ្យអត់ចេះទេព្រះអង្គហើយទុកឲ្យលោកសិល្បៈលោកដោះស្រាយយើងស្ដាប់លោកហើយញាតិញោមចឹងដែរតាក់ទងសាសនាសួរព្រះអង្គសិនយើងមានអ្នកប្រាជ្ញតើយើងមានអ្នកចេះដឹងតើអញ្ចឹងដើម្បីឲ្យសង្គមយើងល្អទាំងអស់គ្នាយើងពឹងគ្នាយើងជួយគ្នាព្រោះផ្ទះរបស់យើងហើយយើងអត់មានអ្នកណាចេះគ្រប់ទេបើផ្នែកសាសនាសួរអ្នកជំនាញសាសនាបើផ្នែកព្រំដែនសួរអ្នកព្រំដែនបើផ្នែកទាហានសួរគេអ្នកកាន់កំភ្លើងកុំយករឿងកំភ្លើងទៅសួរលោកនោះលោកមិនទៅចេះឲ្យលោកហើយលោកចឹងដែរណារឿងណាដែលមិនមែនរបស់យើងរៀនពីគេនេះជាវិធីសាស្ត្រនៃការកសាងសង្គមកុំឲ្យទៅបើកភ្នែកឡើងឃើញនេះតែគ្នាពុទ្ធោកំសត់ម្លេះដល់ដីយើងបកូនណាចាប់ពីពេលនេះទៅទាំងអស់គ្នាទាំងញោមទាំងប្រសក់យើងត្រូវរៀនពីគ្នាទៅវិញទៅមកជំនាញទៅវិញទៅមកបើមិនចឹងទេអត់ទេបងកណាសូមប្រកេនពរលោកម្ចាស់សំវណ្ណិតព្រះអង្គបានជាប់ជាជ័យលេភីលេខ1ផ្នែកខាងភាសាបាលីសំស្ក្រឹតទូទាំងប្រទេសគណៈប្រគុណណាស់ដែលបានណែលះបង់ដើម្បីការសិក្សានេះគិតមកផ្នែកថាជាការជួយលើកមុខមាត់ខេត្តទេណាមានទូកមានមនុស្សណាស្រុកឯកភ្នំកណាប៉ុន្តែបើមើលឲ្យជ្រៅខ្ញុំកណាគិតថានេះជាមោទនភាពរបស់ប្រទេសយើងទាំងមូលដែលមានសមណៈព្រះអង្គលោកជាយាមសិក្សាខ្លាំងច្រើនហើយប្រគុណម្ចាស់ដតីទៀតក៏មិនជាអន់ដែរទេគាត់តែប្រឡងវាមិនចប់តែប៉ុណ្ណឹងអង្គខ្លះថាវិស័យអប់រំមិនអាចយកចាពូកទៅប៉ុណ្ណាំងជាមួយតម្រៃបានទេគេលើកចឹងមានអ្នកខ្លះគេលើកអញ្ចឹងថាតម្រៃមៀតធំតែឲ្យបើប៉ុណ្ណាំងមួយចាពូកមិនឆ្នេះចាពូកលបឿនចាញ់យល់មិនក៏បានដែរប៉ុន្តែគាត់ថាលោកម្ចាស់សំវណ្ណិតនេះលោកចាប់លេខ1យើងថាអញ្ចឹងទៅណាហើយត្រេកអរទៀតអបអរព្រះអង្គត្រេកអរជាមួយព្រះអង្គហើយកណាដូចជាការសិក្សារៀនសូត្រអីចឹងឯកឧត្តមអភិបាលរងលោកមានប្រសាសន៍បដិប្រគុណបដិប្រគុណហានហៀមកពីហ្វីឡាសហរដ្ឋអាមេរិកក៏ព្រះអង្គមានបន្ទូលហើយព្រះបញ្ញាមនីញាណហសៀងហៃក៏មានបន្ទូលហើយទៀតនៅឡើយតែរឿងមួយទេតែយើងធ្វើបានឬក៏វាមិនបានទៅប៉ុណ្ណឹងដែរ
ការព្យាយាមតែនាំមកនៅការសម្រេចជោគជ័យក៏ប៉ុន្តែព្យាយាមយ៉ាងម៉េចអានឹងវាជាការប្រឹងប្រែងរបស់លោកម្ចាស់រៀនសូត្រពិបាកទៅទៀតគ្មានរៀនស្រួលទេណារៀនស្រួលទេបើរៀនស្រួលអ្នកប្រាជ្ញពេញទៅស្រុកពេញទៅទេសនោះវាពិបាកប៉ុន្តែការដែលពិបាកហ្នឹងវាអត់មែនថាមនុស្សលោកយើងហ្នឹងធ្វើវាមិនកើតទេធ្វើកើតអញ្ចឹងវាត្រូវការព្យាយាមធំប្រគុណណាកណាមកនិយាយនៅអឹងធួងនេះវាច្រើនដងហើយច្រើនដងច្រើនហើយតដែលជាតដែលទេគ្មានអីប្លែកទេប៉ុន្តែថ្ងៃនេះចង់សុំបតីមួយតកតងនឹងសមណសិស្សបកូនណាមិនចង់ឲ្យបកូនណាកំសត់ខ្លួនទេកំសត់យ៉ាងដូចម្ដេចខាងខ្ញុំនេះរៀនវាមិនកើតគ្រួសារខ្ញុំនេះវាក្រចាវតកាខ្ញុំនេះមិនដែលជួលអីសុខភាពខ្ញុំនេះវាមិនល្អចេះទៅរੂវិធីយ៉ាងម៉េចដើម្បីរក្សាខ្លួនឲ្យស្ថិតនៅក្នុងភាវៈនៃមនុស្សមិនព្យាយាមអញ្ចឹងលោកម្ចាស់ត្រូវគិតទៅនឹងទៅណាហើយដូចកណាធ្លាប់ទូលប្រគេនអញ្ចឹងប្រសង់យើងនេះគិតច្រើនណាស់គិតជាពិសេសពេលថ្ងៃលិចតូននឹងមិនដឹងចេះគិតស្អីទេតែមកប៉ាន់នឹងប្រាជ្ញនិយាយទស្សនវិជ្ជានឹងក្រៃណាមហាសាលធំធេងម៉ោង6 7ហ្នឹងសិតទៅរឿងធម៌អាសិក្ខាវិន័យប្រសូតវិន័យអភិធម្មធ្លាក់ម៉ោង9អាហ្នឹងចូលរឿងអក្សរសាស្ត្រខ្មែររឿងនយោបាយតែអត់ចេញទេអត់ងើបចេញទេនៅអញផឹកតែក្នុងហើមពោះដូចហ៊ីងហ្នឹងហើយនិយាយអត់ឈប់ទេធ្លាក់ម៉ោង2 10ចូលរឿងខ្មោចហើយរឿងកូនញោមចិត្តវត្តហ្នឹងហើយអាហ្នឹងមិនគេចាប់អីឆ្កែអីក៏ឈប់ព្រោះអស់ហើយវាដេកលក់ហើយឆ្កែអីនៅតែប្រមាណអង្គហ្នឹងអង្គុយប្រប្រាជ្ញហ្នឹងបកូនណាម្ចាស់កែតំឡប់នឹងចេញទៅណាហ្នឹងហើយកែចេញទៅកណាមិនមែនថាមិនឲ្យនិយាយទៅនិយាយចុះមិនតំឡប់ព្រោះកណាហ្នឹងក៏វាធ្លាប់អញ្ចឹងដែរជួនកាលណាបកូនណានៅវត្តត្រីសណាឆ្នាំ9ជាងកណាធ្លាប់និយាយមកយប់ទៅភ្លឺรู้ជាប្រយោជន៍សំបីតែបន្តិចមិនបានបងអញ្ចឹងពេលវេលានេះមានតម្លៃណាស់បកូនណាអស់ពេលមានតែក្នុងបឋមវ័យនេះមានមិនច្រើនទេអញ្ចឹងព្យាយាមបកូនណាព្យាយាមមកបានតែទូលប្រគេនចាឯងមិនមែនដោយហេតុថាខ្ញុំបកូនណារៀនបានចប់ឡប់ហើយក៏ចេះតែមកទូលមានទាំងលោកគ្រូចេះតែមកនិយាយអាងតែបានរៀនចប់មុនគេមុនឯងមិនមែនទេរឿងដំណើរវាទៅអញ្ចឹងទេអញ្ចឹងមុនទេណាមុនហើយរៀនសូត្រនេះវាត្រូវការទាំងអស់បកូនណាត្រូវការទាំងកាយទាំងចិត្តណាកាយវាចាចិត្តការខំប្រឹងប្រែងកាយពលនឹងថែរក្សាសុខភាពឲ្យល្អយល់ទេហ្នឹងហើយរស់នៅដោយអនាម័យបកូនណាខ្លះរស់មិនសូវមានអនាម័យទេមុង3ឆ្នាំបានស្រាយម្ដងចងឯងដល់មូសលេងហ៊ានចិត្តហើយស្បែកនឹងឲ្យកក្រើមចុះទៅពេទ្យមានមួយអង្គមួយនោះមិត្តភក្តិខ្ញុំណាទៅពេទ្យគាត់អត់សួរអីទេគាត់សួរកន្លែងរស់នៅអីចឹងគាត់មិនឲ្យថ្នាំណាគាត់ថាព្រះអង្គបកទៅវិញប្រមូលមុងហើយនឹងភួយនឹងត្រាំទឹកក្តៅជាហើយព្រះអង្គដាក់ទៅជាមែនបងហើយស្រោមខ្នើយនឹងឲ្យខ្មៅរៀនអឹងធួងប្រហែលឆ្នាំគឺថាអត់បោកប៉ុណ្ណឹងឆ្នាំមិនបាច់ហិតទេក្រោមក្រែងស្អីក៏មានទឹកសុទ្ធដបទឹកសុទ្ធអាពួរថ្លាហ្នឹងក៏មានអាពួរដូចកធិង
គោជុលនឹងក៏មានសាដកនឹងក៏មានស្អីនឹងអូជុលដេកយប់ឡើងឬប្រោកចុះកដោព្រះករណាជាម្ចាស់ទម្លាប់តូចស្មើនឹងទម្លាប់ធំមានន័យថាម៉េចបកូនណានៅគង់ជាសមណៈធម្មតាចេះអត់អីទេនៅពេលថ្ងៃមួយបកូនណាឡើងកិច្ចកាន់កិច្ចការធំដុំជាបច្ចោតកាវត្តក្តីជាអីក្តីអាទម្លាប់អាក្រក់ហ្នឹងវានឹងคล้ายទៅជាផ្នែកមួយនៃផ្នត់គំនិតក្នុងការសម្រេចចិត្តការងារធំឃើញទេអញ្ចឹងទម្លាប់ឲ្យល្អណាស់បកូនណារៀនរស់ស្អាតរៀនរស់ក្នុងវិន័យតែយើងខ្ជិលត្រូវបាត់តែត្រូវទោសទេណាដូចមកកត់គ្នា30អង្គប៉ុន្តែបន្ទប់ទឹកកុំឲ្យដើរតែមិនស្រួលដួលអត់មានអ្នកលៀងអត់មានអ្នកជំរះអញ្ចឹងបកូនណាដោយកាយនេះត្រូវមានវិន័យល្អវាចាពិរោះហើយវឹកហាត់ការសិក្សានេះវាទាមទារពេលវេលាព្រះកណាម្ចាស់វាយូរណាទៀតมันបានផលរៀនបន្តិចអត់បានផលទេវាប្រើពេលយូរណាស់ទៀតជាសភាវៈហ្នឹងវាប្រើពេលយូរណាស់ដូចបកូនណាម្ចាស់គ្រាន់តែទិញអជាយៈថាហ្នឹងវាយូរណាស់តម្រាំទៅចាំអញ្ចឹងមុនណាមុនដោយចិត្តហ្នឹងកណាបច្ចៈប្រកេនហ្នឹងកុំឲ្យច្បោកច្បល់ច្រើនពេកទេណាខត់ចិត្តឲ្យស្ថិតនៅក្រោមការគ្រប់គ្រងល្មមកុំឲ្យវ័យនេះគឺវ័យអូនរណាមកនិយាយអីអត់បានទេទេបើគេប្រើឲ្យទៅលើកភ្នំសពៅយកមកដាក់បាត់បងលើកទៀតនៅតែសួយណាចិត្តនោះវាដូចថាអំណាចនោះខ្លាំងណាស់អញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកឲ្យអប់រំចិត្តហ្នឹងខ្លាចយើងទៅលើកភ្នំសពៅហ្នឹងយកទៅដាក់ឯណាបានទៅណាចិត្តហ្នឹងវាបុរាណខ្មែរថាយុវវ័យនេះគឺជាអ្នកដែលមានឈាមអីទេឈាមរាវណាតន្តិចទៅលោកម្ចាស់ឈប់រាវហើយខាប់ហើយដូចលោកគ្រូអនុគុណអីឥឡូវខាប់ហើយអីទៀតចង់ណារៀនបានបណ្ឌិត150បណ្ឌិតទៀតខ្ញុំខ្វល់ខ្ជិលខ្វល់ខាប់ហើយទៅលេវាអស់ហើយចំណង់ក្នុងការរៀនសូត្រហ្នឹងដូចថាវាវ័យតែខ្ញុំកណាក៏បើឲ្យមកអង្គុយរៀនក៏ពិបាកឥឡូវបើស្រាវជ្រាវចូលចិត្តទៅវិញនេះវាវ័យលោកម្ចាស់ណាវ័យណាអញ្ចឹងខណៈពេលនេះប្រគុណម្ចាស់ណែប្រសិរសាប្រសិស័កនឹងតន់ល្អកម្លាំងអីនឹងរៀនឲ្យបានហើយត្រឡប់មកវិញនៅតែតសើប្រកេនពរណែម្ចាស់ណាទេណាឲ្យខ្លាយទៅជាអ្នកប្រាជ្ញប្រកេនពរស្នងសម្ដេចប្រវត្តិរដ្ឋអ៊ីវទួតបដិប្រគុណវណ្ណរដ្ឋពុនសំភាជនៅខេត្តបាត់ដំបងមកទៀតកណាស្នងអីលេងចេញហើយទៀតណាកណាបានតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមចាស់ហើយដងស្ទឹងសង្កែនេះណាភារៈនេះធ្ងន់អញ្ចឹងប្រកេនចាស់ហើយអញ្ចឹងណាឲ្យខ្លាយទៅជាអាចារ្យបល័យភូមិភាគបច្ចឹមនៃដែនដីកម្ពុជានេះណាប្រកេនពរគ្រប់ព្រះអង្គទៅណាញោមហូល្បីសម្បើមហើយកណា3ប្រឡងលេខ1ទៅសើទៀតហើយសង្ឃឹមថាឆ្នាំក្រោយយើងមានប្រឹងទៀតទេណាប្រឹងទៀតណាជាកិត្តិយសសម្រាប់ម្ចាស់ផ្ទាល់ខ្លួនផងវាជាកិត្តិយសសម្រាប់ខេត្តផងនិងវាជាកិត្តិយសសម្រាប់ប្រទេសទាំងមូលផងអនាគតទៅផ្លេចខ្លួន10ឆ្នាំ5-10ឆ្នាំខ្លាយទៅជាបញ្ញាជនឯកទេសខាងបល័យនឹងជួយសាសនាយើងជួយអក្សរសាស្ត្រយើងណាណែលោកម្ចាស់សំវណ្ណេតទេណាគេមនុស្សយោងស្រុកយោងទេណាយោងស្រុកណាអរគុណណាស់ទៀតអញ្ចឹងត្រូវមានការអប់រំចិត្តឲ្យច្រើនទៅណាហើយកណាឆ្លៀតបន្តិចដែរថ្ងៃនេះតើតងរឿងការអប់រំចិត្តហ្នឹងហើយចង់ទូលប្រកេនបន្តិចប្រសង់បកករណាជាម្ចាស់គ្រប់ព្រះអង្គរឿងអប់រំចិត្តនេះរឿងចិត្តនេះវាស្មុគស្មាញវាពិបាកអប់រំតែនៅតែមានវិធីហ្នឹងហើយដោយសារតែប្រទេសរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាហើយប្រទេសកម្ពុជានេះទៀតមិនមែនតែមួយគត់ទេនៅលើពិភពលោកនេះដែលកាន់ពុទ្ធសាសនាព្រះពុទ្ធសាសនាដែលគេប៉ាន់ប្រមាណនៅពេលបច្ចុប្បន្ននេះថាមានប្រហែលជាចន្លោះពី6-700ទៅ1000លានអ្នកខ្លះថា700ខ្លះថា800អត់ច្បាស់ទេប៉ុន្តែ
តួលេខដែលច្បាស់គឺមិនក្រោម500លានអ្នកទេហើយកាន់ពេញពិភពលោកទាំងអស់ឥឡូវនេះហើយនៅអឺរ៉ុបនៅមជ្ឈមបូព៌ាដោយសារតែព្រះពុទ្ធសាសនានេះបានផ្សព្វផ្សាយទៅកាន់ទីដទៃនៅលើពិភពលោកនោះវាច្រើនកន្លែងច្រើនប្រទេសហើយអាយុកាលនៃសាសនានឹងមាន2568ឆ្នាំហើយមកដល់ថ្ងៃនេះមកដល់ពេលនេះអញ្ចឹងទៅពុទ្ធសាសនានីមួយៗនឹងក៏មានលក្ខណៈប្រពៃណីខ្លះផ្ទាល់ខ្លួនតាមបែបភូមិសាស្ត្រខ្លះអំបូរខ្លះវប្បធម៌ចូលគ្នានេះឯលេចកើតតែនៅក្នុងនោះមានមួយដែលគេទទួលស្គាល់ថាការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះមានផលហើយផ្ដល់នូវប្រយោជន៍ដល់សង្គមថ្មីហ្នឹងឯកឧត្តមសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាលោកមានប្រសាសន៍អំពីរឿងសមាធិអញ្ចេះកណាចង់ចម្រើនពរប្រគុណណាហើយចង់ចម្រើនពរឯកឧត្តមលោកបានជ្រាបដែរថាសមាធិរឿងវិចេះទេសមាធិហ្នឹងនិយាយស្រួលស្ដាប់មានន័យថារក្សាចិត្តឲ្យស្ងប់មិនមែនសមាធិទៅមើលលេខឆ្នោតទេមិនមែនសមាធិទៅឃើញខ្មោចទេមិនមែនសមាធិឲ្យលក់ដីដាច់ទេមិនមែនសមាធិឲ្យបានឡើងធំទេសមាធិតាមបែបព្រះពុទ្ធសាសនាគឺជាការរក្សាចិត្តឲ្យស្ងប់សន្តិពាក្យស្ងប់ក្នុងពុទ្ធសាសនាមិនមែនអសកម្មទេហើយក៏មិនមែនទុតិធិនិយមដែរសមាធិក្នុងពុទ្ធសាសនាគឺដៅយកធ្វើឲ្យចិត្តរក្សានៅតុល្យភាពរបស់ខ្លួនក្នុងការរស់នៅជីវិតប្រចាំថ្ងៃនេះនិយមន័យនៅក្នុងសមាធិណាហើយសមាធិដំបូងព្រះសម្មាសម្ពុទ្ធជាម្ចាស់ចម្រើនដំបូងគឺនៅប្រជជនប្រហែលទៀត7ព្រះវស្សាថ្ងៃដែលព្រះបិតាប្រារព្ធពិធីចោទព្រះនង្គ័លហ្នឹងព្រះពោធិសត្វលោកសមាធិណាហើយសមាធិនេះគឺគ្រប់វ័យទាំងអស់ទៀតបើនៅអឺរ៉ុបខ្ញុំកណាធ្លាប់ទៅគង់នៅរៀននៅអាមេរិកនោះ4ឆ្នាំហ្នឹងកណាឧស្សាហ៍ទៅតាមសាលាណាស់ទៀតគេយល់ឃើញថាសមាធិនេះវាជាបច្ចេកទេសមួយដែលជួយចិត្តរបស់សិស្សរបស់គេឲ្យស្ងប់បានស្ងប់ក្នុងទីនេះកុំយល់ច្រឡំមិនមែនអសកម្មទេមិនមែនអវិជ្ជមានទេមិនមែនគុណវិបត្តិទេស្ងប់នេះគឺក្នុងន័យថាល្អពាក្យបុរាណខ្មែរថានឹងធឹងណែច្បាស់អញ្ចឹងណាហើយប្រគល់ណាម្ចាស់នៅជុំវិញសាកលវិទ្យាល័យ Harvard ណាមានមជ្ឈមណ្ឌលសមាធិប្រហែល30មនុស្សពេញទាំងអស់ Harvard ណាអាមេរិកណាមិនមែនចេះតែយកអ្វីដែលយើងយកទៅឲ្យគេទេពួកនេះច្បាស់លាស់ណាស់បានគេអនុវត្តហើយមុនខ្ញុំកណារៀនចប់មកហ្នឹងសាកលវិទ្យាល័យមួយឈ្មោះ MIT នេះ Massachusetts Institute of Technology ជាសាកលវិទ្យាល័យល្បីខាងវិទ្យាសាស្ត្រនៅឆ្នាំ1969អ្នកគុណរយៈចម្ងាយពីផែនដីទៅភពព្រះច័ន្ទណាគឺពួក MIT នេះឯងអ្នកគុណឲ្យយានអវកាសរបស់អាមេរិកហោះទៅមិនសាលាធម្មតាទេណាហើយកណាមុនចេញមកហ្នឹងកណាទៅចូលរួមបើកមជ្ឈមណ្ឌលកម្មវិធីសិក្សាព្រះពុទ្ធសាសនាសមាធិនៅ MIT ហ្នឹងអញ្ចឹងសមាធិនេះវាផលប្រយោជន៍ខ្លាំងណាស់ហើយប្រគុណណាម្ចាស់កណាទូលប្រកេនរឿងមួយទៀតសម័យបច្ចុប្បន្ននេះណាកុំឃើញអ្នកបដិបត្តិពុទ្ធសាសនាគេជាពុទ្ធសាសនិកមិនមែនទេគេយល់ថាបច្ចេកទេសវិបស្សនាដែលរស់ឃើញដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះជាបច្ចេកទេសដែលមានប្រសិទ្ធភាពយ៉ាងអស្ចារ្យល្អប្រសើរផ្ដល់ផលប្រយោជន៍នេះនៅស្រុកអាមេរិកមានមជ្ឈមណ្ឌលមួយរបស់ជាតិគេនេះមជ្ឈមណ្ឌលហ្នឹងគេហៅមជ្ឈមណ្ឌលរបស់អាមេរិកឈ្មោះ US Center for Disease Control and Prevention ហៅកាត់ថា CDC មជ្ឈមណ្ឌលនេះគឺជាអ្នករៀបចំនាំយកសមាធិឲ្យទៅបង្រៀននៅសាលាបឋមសិក្សានៅអាមេរិកជាផ្លូវការបច្ចុប្បន្ននេះជាង100សាលាកំពុងតែបដិបត្តិសមាធិហើយប្រកូនណាម្ចាស់សមាធិនេះណាកណាក៏បដិបត្តិដែរ
សមាធិនេះលុះត្រាតែបកូនណាចូលទៅបដិបត្តិទើបយល់អំពីសារៈសំខាន់មានពេលមួយនោះព្រាហ្មណ៍សួរព្រះសម្មាសម្ពុទ្ធជាម្ចាស់សួរថាព្រះអង្គបបិទ្ធព្រះអង្គដ៏ចម្រើនចុះព្រះអង្គបដិបត្តិសមាធិនឹងឃើញព្រះអង្គឃើញព្យាយាមរក្សាចិត្តព្រះអង្គបដិបត្តិនឹងព្រះអង្គបានផលអីមកវិញទេព្រះលោកឆ្លើយថាម៉េចថាមនាលព្រាហ្មណ៍តថាគតគ្មានបានស្អីទេក្រៅតែអំពីចិត្តរបស់តថាគតនឹងប្រះចាកនៅទុក្ខកង្វល់ទាំងឡាយតថាគតមិនខ្លាចនៅសេចក្តីស្លាប់តថាគតមិនខ្លាចនៅភាពចាស់ជរាកិលេសទាំងឡាយដែលមកអង្រួនចិត្តរបស់ពុទ្ធជននឹងមិនអាចមានដល់តថាគតឡើយនេះឯងជាផលនៃសមាធិកុមាររបស់យើងនេះណាដើមដំបូងនៃជីវិតរបស់កុមារក្នុងអាយុគេសិក្សាទៅចន្លោះពី2ឆ្នាំ3 4 5ឆ្នាំនេះអ្វីដែលកើតឡើងចំពោះកុមារហ្នឹងវានឹងជះឥទ្ធិពលវានឹងមានឥទ្ធិពលទៅដល់កុមារនោះពេញមួយជីវិតអញ្ចឹងគេបារម្ភណាស់ទៀតអញ្ចឹងចិត្តដែលបានអប់រំណាមានន័យថារក្សាភាពស្ងប់ឲ្យកុមារនេះជាត្រប់ហើយកុំបារម្ភកាលណាយើងបដិបត្តិសមាធិទៅណាវាអត់បាត់ទឹកដីទេវាអត់អាលាយប្រទេសទេវាមានតែកាត់បន្ថយនៅអបាយមុខហេតុអីពីព្រោះចិត្តវាអត់ស្ងប់ពាក្យអ្វីចិត្តមិនស្ងប់គឺចិត្តដែលអោបកសោបរួមរឹតទៅដោយអីហិង្សាណារួមរឹតទៅដោយអីទោសៈក៏ហុកកំហុសខ្លះទូចប៉ុន្តែយើងធ្វើធំនិយាយដូចថាធំណាស់ចឹងវាអត់ទេគឺបកូនណាម្ចាស់ធ្លាប់រស់នៅជាមួយបកូនណាមានចិត្តកូនណាដឹងហើយពេលខ្លះចិត្តយើងនេះណាយើងគិតថាកំហុសអ្វីដែលយើងធ្វើហ្នឹងណាដូចថាយើងគេធ្វើខុសមកលើយើងដូចថាវារឿងវាទូចប៉ុន្តែយើងឆ្លើយតបនោះវាធំណាស់ចុងកាលគាត់តែក្មេងគ្នាខុសបន្តិចចឹងគាត់ក៏វាយគ្នាចង់ងាប់ក៏មានឪពុកម្ដាយខ្លះណាអត់ទេព្រះលោកថាអត់ទេព្រះអង្គលោករស់ឃើញបច្ចេកទេសនេះហើយលោកប្រាប់ដល់មនុស្សជាតិទាំងអស់ថាជូនអ្នកយកបច្ចេកទេសនេះទៅបដិបត្តិទៅវានឹងធ្វើឲ្យចិត្តរបស់អ្នកស្ងប់កាលណាចិត្តស្ងប់វាធ្វើឲ្យចិត្តនឹងយ៉ាងម៉េចទៀតមានតុល្យភាពកាលណាមានតុល្យភាពវាធ្វើឲ្យបុគ្គលហ្នឹងមានឱកាសដើម្បីនឹងមើលឃើញអ្វីនៅក្នុងโลกនេះនឹងច្បាស់ក្រាន់បើព្រោះមានចិត្តស្ងប់តែចិត្តស្ងប់មានឱកាសនឹងបដិបត្តិដូចសិស្សទាំងអស់អញ្ចឹងបកូនណាបើអត់ស្ងប់អត់ចិត្តអត់នឹងទេណាបើថាចិត្តស្ងប់ទេមនុស្សវាពិបាកស្ដាប់បន្តិចបើថាចិត្តនឹងទេមនុស្សស្រួលស្ដាប់កាលណាចិត្តអត់នឹងទេណាលោកម្ចាស់រៀនអត់អាចចាំបានទេបើកំពុងតែទិញលោកម្ចាស់គិតញោមអាម៉េចញោមប្រុសអាម៉េចអានេះអាម៉េចអានោះអាម៉េចអត់ទេចិត្តស្ងប់សមាធិនេះប្រៀបបានដូចជាដុំពេជ្រដែលព្រះលោកឲ្យមកមនុស្សជាតិណាហើយត្រង់មនុស្សជាតិនឹងយកទៅធ្វើយ៉ាងម៉េចទៀតអានឹងអាស្រ័យលើខ្លួនឯងតែសមាធិនេះមិនមែនជាបណ្ដាសាទេជាពរជ័យដែលមនុស្សជាតិទទួលបានហើយព្រះពុទ្ធសាសនាណាបកូនណានៅលើទឹកដីអឺរ៉ុបណាដែលគេអាចទទួលយកបានណាមិនមែនដោយសារបកូនណាចេះនិយាយធម៌អាទេអឺរ៉ុបខ្លះអានបីដកច្រើនអានគម្ពីរពុទ្ធសាសនានឹងច្រើនជាងបកូនណាទៅទៀតណាគឺដោយសារសមាធិនេះឯងដែលអាចធ្វើឲ្យគេមើលឃើញសច្ចធម៌ដែលគេយល់ថាអូសមាធិនេះជារឿងខ្លួនឯងសុទ្ធសាធហើយអត់មានអ្វីផ្សេងណាបច្ចេកទេសណាដែលមនុស្សលោកអាចចូលទៅកាន់ទីជម្រៅនៃដួងចិត្តបានឡើយលើកលែងតែបច្ចេកទេសមួយឈ្មោះសមាធិអញ្ចឹងបកូនណាហើយកណាសប្បាយចិត្តឃើញតាមសាលាមួយចំនួននាំក្មេងចុះវាមានតែខាតអីហើយក្មេងទាំងអស់នោះវាមិនអង្គុយណាបានកន្លះម៉ោងណា2នាទី3នាទីឲ្យចិត្តគ្នានឹងស្រាលណាអញ្ចឹងសមាធិនេះផលប្រយោជន៍ច្រើនណាស់បកូនណាខ្ញុំកូនណាឧស្សាហ៍កាលនៅស្រុកអាមេរិកហើយសមាធិនេះមិនមែនជាឈ្មោះនៃអត្តសញ្ញាណទេវាជាបច្ចេកទេសអាមេរិកគេយល់ឃើញចឹងទៀតនៅអង់គ្លេសខ្វះគ្រូទៅទៀតណា300សាលាបឋមសិក្សាកំពុងតែបប្រតិបត្តិនៅសតិបត្តិបដ្ឋានអ្នកប្រាជ្ញលោកខាងលិចមួយឈ្មោះ
ខលខាស្តាប់ជុងជាបិតាចិត្តវិទ្យាធំរបស់លោកខាងលិចគាត់ជាអ្នកព្យាបាលដួងពិការពួកអ្នកដែលមានវិបត្តិផ្លូវចិត្តហ្នឹងខលជុងហ្នឹងគាត់ព្យាយាមសិក្សាចុងក្រោយគាត់ថាអត់ទេគាត់មកពើប្រទេសជាមួយនឹងវិបស្សនានេះគាត់ថាអូល្អណាស់អញ្ចឹងគាត់យកវិបស្សនាហ្នឹងទៅព្យាបាលជំងឺរបស់អ្នកជំងឺរបស់គាត់តាំងពីឆ្នាំ1913នោះប្រគុណណាម្ចាស់ហើយប្រគុណណាកុំច្រឡំថាស្រុកខ្មែរស្រុកសៀមស្រុកភូមាអីមានសាលាពុទ្ធសាសនាច្រើនជាងគេលើពិភពលោកមិនមែនទេស្រុកអាមេរិកមិនមែនស្រុកយើងទេណាប្រគុណណាសាលាពុទ្ធសាសនាដែលច្រើនជាងគេដែលមានចំនួនច្រើនបំផុតនៅអាមេរិកទេមិននៅភូមាទេមិននៅខ្មែរទេមិននៅខ្មែរទេអញ្ចឹងបានកណាចេះតែឃើញថានេះកាលដែលសមាធិនេះអត់មានអ្វីដែលអាក្រក់ទេល្អប្រគុណណាម្ចាស់ហើយបដិបត្តិបានគ្រប់វ័យទាំងអស់បដិបត្តិបានគ្រប់វ័យទាំងអស់ហើយត្រង់ដែលញោមសមាធិហើយទៅផឹកស្រាទៀតអាហ្នឹងអាត្មាមិនដឹងថាម៉េចទេពីព្រោះចិត្តវាផ្សេងដំណើរជីវិតរបស់មនុស្សវាផ្សេងសមាធិនេះវាជាបច្ចេកទេសត្រង់ថាយើងបើសិនជាយើងបដិបត្តិត្រឹម1នាទីហើយយើងចង់បានផលវាមិនបានទេវាត្រូវការពេលច្រើនថ្ងៃវាជាលំហាត់នៃដួងចិត្តនៃចិត្តដូចយើងហាត់ប្រាណអញ្ចឹងទៀតប្រកាសនេះដូចយើងហាត់ប្រាណអញ្ចឹងណាកាយយើងបកូនណាខ្ជិលច្រើនដេកច្រើនអសឹងច្រើនអីច្រើននឹងស្ពឹកស្ពួនបកូនណាដែលល្វះល្វីធ្វើការហ្នឹងឃើញទេសុខភាពលោកល្អយ៉ាងណាមិញចិត្តហ្នឹងអញ្ចឹងដែរហើយកណាបញ្ជាក់ម្ដងទៀតថាការបដិបត្តិសមាធិនេះណាជារឿងដែលល្អបំផុតមិនមែនបដិបត្តិសមាធិឲ្យខ្មោចចូលទេបើអ្នកណាបដិបត្តិសមាធិខ្មោចចូលអាហ្នឹងមិនមែនទេអាហ្នឹងផ្លอมទេអាហ្នឹងពួកបោកទេអាហ្នឹងវាមិនដែលបដិបត្តិសមាធិនេះទៅឃើញលេខឆ្នោតអាម៉េចវាមិនមានទេហើយគ្រាន់អង្គុយថ្មិចភ្នែកទៅឃើញខ្មោចក្នុងព្រៃអាម៉េចវាមិនមានទេព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយជីវិតរបស់ព្រះអង្គបដិបត្តិរហូតជាពិសេសព្រះអង្គចូលចិត្តអីទេក្នុងគម្ពីរយើងសិក្សាទៅឃើញទ្រង់ច្រើនតែចង្ក្រមនៅពេលព្រឹកណាទេណាហើយបកូនណាសង្គមយើងនេះវាមានរបួសដួងចិត្តនឹងវាច្រើនហើយយើងនិយាយទៅប្រវត្តិសាស្ត្រតាំងពីសម័យសង្គ្រាមអីមកនឹងវាឈឺវាខ្លោចផ្សាវាសពបែបយ៉ាងព្រះធម៌នេះចូលទៅជួយព្យាបាលជាខ្លះមិនជាខ្លះតែក៏ជាឱសថមួយដែលអាចធ្វើឲ្យដួងចិត្តនៃជនជាតិយើងនឹងបានស្ងប់រងាប់មួយរយៈអញ្ចឹងអ្នកខ្លះឆ្ងល់ថាទេចុះសមាធិនឹងបានប្រយោជន៍អីមកវិញថាបានច្រើនហើយកុំជឿអាត្មាកុំជឿខ្ញុំបកូនណាចូលទៅបដិបត្តិឲ្យកុំបដិបត្តិមកផ្លេតណា5នាទីចង់បានផលអ្ហ្មិចអត់ទេសាកមួយអាទិត្យសាក10ថ្ងៃទៅមើលហើយបើអត់មានពេលទេអាហ្នឹងយើងកុំនិយាយថាវាមិនពិតយើងអត់ដែលធ្លាប់ឆ្លងកាត់យើងអាចនិយាយមិនកើតដោយបកូនណាអញ្ចឹងមកកណាចេះទទួលប្រកេនប្រសងអង្គខ្លះកាលណាយើងនិយាយអ្វីមួយទៅកាន់សង្គមបកូនណាបើមិនមែនជាជំនាញរបស់យើងសួរគេឃើញប្រសងអង្គខ្លះនិយាយពីសេដ្ឋកិច្ចនោះសម្បើមណាស់ចឹងណានិយាយអំពីបរិស្ថានយើងសួរគេយើងមិនចេះទេបើនិយាយពីធម៌កណាបកូនណាចេះណានិយាយអំពីអីនយោបាយបើចេះនិយាយបើអត់ចេះសួរគេរៀនចំនួនយើងនេះណាបកូនណាយើងគួរតែរៀនទទួលស្គាល់អំពីដែនកំណត់នៃចំណេះដឹងរបស់ខ្លួនជនជាតិយើងនេះពេលខ្លះវាអួតខុសរឿងចេះនោះចេះសូម្បីតែព្រះពុទ្ធជាម្ចាស់ណាព្រះអង្គតែងតាំងអាសាវៈ80ព្រះអង្គដើម្បីអីទៀតអសីតិមហាថៃនឹងជាអីគេទៀតតំណាងអីមើលជាជំនាញព្រះសារីបុត្រជំនាញអីបញ្ញាឃើញទេនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹង80ឯកទេសដែលជាមន្ត្រីមន្ត្រីចេះដូចពិបាកស្ដាប់តិចថាជាសាវកដែលជំនាញ80អ្នកណាចង់មានបញ្ញាអត់អ្នកណាចង់និយាយពីរឿងបញ្ញាព្រះលោកឲ្យព្រះសារីបុត្រហត់អ្នកណាចង់សាកឆាធោបញ្យលធោអីយ៉ាងម៉េចឲ្យទៅអ្នកណាព្រះមហាកចាយចាយណៈពេលដែលព្រះអង្គនិមន្តទៅព្រៃទៅផ្លូវឆ្ងាយព្រះអង្គតែងតែយកអង្គណាទៅតាមសេវលីឃើញទេនេះដំណើររបស់ព
ព្រះសម្មាសម្ពុទ្ធណាយើងចឹងដែរប្រសងចឹងដែរប្រកូនណាអើយកណាមវពេលខ្លះទៀតឆ្នាំណានោះមានបញ្ហារឿងចម្រៀងរឿងអីនឹងឃើញលោកទៅខមមិនទៅពន្យល់ឲ្យអត់ចេះទេព្រះអង្គហើយទុកឲ្យលោកសិល្បៈលោកដោះស្រាយយើងស្ដាប់លោកហើយញាតិញោមចឹងដែរទានតេតងសាសនាសួរព្រះអង្គសិនយើងមានអ្នកប្រាជ្ញតើយើងមានអ្នកចេះដឹងតើអញ្ចឹងដើម្បីឲ្យសង្គមយើងល្អទាំងអស់គ្នាយើងពឹងគ្នាយើងជួយគ្នាព្រោះផ្ទះរបស់យើងហើយយើងអត់មានអ្នកណាចេះគ្រប់ទេបើផ្នែកសាសនាសួរអ្នកជំនាញសាសនាបើផ្នែកព្រំដែនសួរអ្នកព្រំដែនបើផ្នែកទាហានសួរគេអ្នកកាន់កំភ្លើងកុំយករឿងកំភ្លើងទៅសួរលោកនោះលោកមិនទៅចេះឲ្យលោកហើយលោកចឹងដែរណារឿងណាដែលមិនមែនរបស់យើងរៀនពីគេនេះជាវិធីសាស្ត្រនៃការកសាងសង្គមកុំឲ្យតែបើកភ្នែកឡើងឃើញនេះតែគ្នាពុទ្ធោកំសត់ម្លេះដែនដីយើងប្រកូនណាចាប់ពីពេលនេះទៅទាំងអស់គ្នាទាំងញោមទាំងប្រសក់យើងត្រូវរៀនពីគ្នាទៅវិញទៅមកជំនាញទៅវិញទៅមកបើមិនចឹងទេអត់ទេបងហើយកាលណាឃើញប្រសងអង្គខ្លះចូលទៅខមមិនជេរអៃដាមសុកទូចនោះព្រះអង្គអើយកុំទៀតណាកុំជំរាបជូនគាត់ឲ្យស្រួលកុំជុំជេរគាត់ទេទោះក្នុងនេះថាទូលជំរាបជូនឲ្យស្រួលណាអៃដាមអើយចេះទេពួកប្រសងនេះมันអាចប្រើពាក្យអាក្រក់អីទៅប្រមាថកាត់ទៀនទេគាត់ជាញោមគាត់ជាអីចឹងណាចាស់ហើយអៃដាមចឹងដែរជួនកាលសួរព្រះអង្គសិនទៅហ្នឹងហើយពីព្រោះអីពីព្រោះដីកណាចេះតែយល់មកនិយាយនេះដោយសារតែជាកិច្ចបដិបត្តិហើយវាល្អសមាធិមិនមែនបួងសួងទេណាប្រកូនណាយើងមិនមែនបួងសួងទៅរស់ព្រះពុទ្ធឲ្យសមឲ្យប្រឡងចប់ឲ្យលក់ដីដាច់ឲ្យអីទេណាឲ្យឡើងឋានៈអីទេណាអត់ទេសមាធិអីគេគឺយើងធ្វើការជាមួយអីជាមួយតែចិត្តអញ្ចឹងអត់មានអីអាក្រក់ទេហើយកណាមានប្រយោជន៍ទូលប្រកេនកណាលើកឧទាហរណ៍មួយទៀតដូចជាកាលគោនកាគាត់ទៅចាប់ផ្ដើមបង្រៀនសមាធិនៅឥណ្ឌាក្រោយមកទៀតគេអញ្ជើញឲ្យគាត់ទៅបង្រៀនសមាធិនៅក្នុងគុកទៀតជួយពីព្រោះជួនចំពិរុទ្ធនឹងជួនពិរុទ្ធនឹងពិរុទ្ធជាជួននឹងគាត់លំបាកណាស់ពេលខ្លះកំហុសដែលគាត់ធ្វើវាហួសទៅហើយតែច្បាប់មិនអនុញ្ញាតឲ្យគាត់ហួសដោយគ្មានការដាក់ទោសទេតែចិត្តរបស់គាត់ល្អអញ្ចឹងគេអញ្ជើញឲ្យគាត់ទៅចូលទៅជួយហើយគេសិក្សាទៅរកឃើញថាពិរុទ្ធជនទាំងអស់នោះពេលដែលចេញពីគុកហើយភាគរយតិចណាស់ដែលគាត់វិលត្រឡប់មកធ្វើរឿងអាក្រក់វិញពីព្រោះសមាធិនេះវាជាការរក្សាចិត្តឲ្យស្ងប់ខណៈពេលដែលរក្សាចិត្តឲ្យស្ងប់គឺវានឹងអនុញ្ញាតឲ្យបុគ្គលនោះអាចសិក្សាអាចធ្វើការអ្វីបានល្អប្រសើរហើយរឿងទាំងអស់នេះគេកំពុងតែអនុវត្តនៅស្រុកអរមនេះឯងហើយកាលណាគេថាស្រុកយើងនេះណាសមាធិនេះមិនតាន់ឲ្យបានជាក់លាក់ទេច្រើនតែមាននៅក្នុងមជ្ឈមណ្ឌលទេសូម្បីតែបកូនណាហ្នឹងក៏បដិបត្តិខ្លះអត់បានផងព្រះអង្គខ្លះក៏មិនសូវបានក៏បានតិចតួចបើតាមមជ្ឈមណ្ឌលហើយតាមសាលារៀនហ្នឹងអត់មានទេ3 4នាទីអញ្ចឹងទេអញ្ចឹងកណាសូមទូលប្រកេនបញ្ជាក់កូនណាម្ចាស់ហើយបានពោអេដាមលោកបានជ្រាបដែរថាសមាធិនេះជាពោជ័យជាវិធីសាស្ត្រដែលល្អបង្រៀនមនុស្សឲ្យឆ្លាតហេតុអីបានថាអញ្ចឹងដោយសារចិត្តរបស់បុគ្គលហ្នឹងមិនវាមានលំនឹងក្មេងបណ្ដោះពីកុមារទៅវាល្អបើសិនបើចិត្តរបស់កុមាររបស់យើងវាស្ងប់វានឹងថឹងចំណន់របស់យើងទៅថ្ងៃអនាគតទឹកដីរបស់យើងនឹងម៉មតំពីព្រោះវាធ្វើឲ្យកុមាររបស់យើងមានឱកាសនឹងធ្វើកិច្ចការទាំងអស់នឹងបានជោគជ័យដ៏ច្រើនកណាប្រកេនប៉ុណ្ណឹងទៀតណាប្រកេនប៉ុណ្ណឹងហើយចេះតែសុំបិណ្ឌបាតឯកឧត្តមអស់លោកអើយណាយើងនៅមានអ្នកប្រាជ្ញយើងមានតិចតួចណាស់ស្ទើរតែគ្រប់ជំនាញអញ្ចឹងទេយើងរៀនសូត្រពីគ្នាសូមមេត្តាកុំប្រហារគ្នាបើឆ្ងល់សួរប្រកូនណាបើឆ្ងល់ញោមសួរញោមទៅរឿងហ្នឹងវាយ៉ាងម៉េចហើយញោមចឹងដែរ
បើឆ្ងល់រឿងអីក្នុងសាសនាទេកណាឆ្ងល់រឿងនេះយ៉ាងម៉េចទៅព្រះអង្គយើងមើលគ្នាក្នុងផ្លូវនឹងវិញពីព្រោះទីនេះកន្លែងនេះទឹកដីនេះវាមិនអាចមាននរណាតែម្នាក់ឯងជ្រោមបានទេវាត្រូវគ្រប់ជ្រុងទាំងអស់ហើយព្រះពុទ្ធសាសនានេះមិនមែនជាមជ្ឈមណ្ឌលឬក៏ជាការបដិបត្តិដែលបំផ្លាញនៅសង្គមនេះគឺជាការបដិបត្តិជួយសង្គមជួយបណ្ដុះមនុស្សពង្រឹងស្មារតីជាតិនិងធ្វើឲ្យមនុស្សខ្មែរដែលមកបួសនេះមានចិត្តល្អស្រឡាញ់ទឹកដីនិងស្រឡាញ់សង្គមចុងក្រោយសូមប្រគេនពរប្រគុណណាគ្រប់ព្រះអង្គទាំងអស់សូមលោកប្រគុណណាមានបច្ចុប្បន្នយឺនយូរហើយកុំភ្លេចដាំកណាណាទេណាបើអត់ចេះអីទេសួរគេរៀនណាទេណារៀនឲ្យចេះហើយចាំទៅចែករំលែកហ្នឹងហើយបើសិនជាញោមពុទ្ធបរិស័ទណាលោកពាក្យមានពាក្យមិនពិរោះអីសូមបិណ្ឌបាតកុំចូលទៅជេរគាត់ក៏ជាញោមរបស់យើងដែរបើថាគាត់មិនមែនអ្នកកាន់ពុទ្ធសាសនាទេអ្នកណាក៏ដោយក៏ឈ្មោះថាគាត់នឹងជាមានឈាមជួរជាខ្មែរដែរពូជយើងកុំមើលគ្នាក្នុងផ្លូវមិនល្អកំសត់ពូជយើងហ្នឹងកំសត់ណាស់ចឹងកុំឲ្យកំសត់ទៀតស្រឡាញ់គ្នាឡើងឲ្យតម្លៃគ្នាឡើងទាំងប្រសក់ទាំងប្រសង់ថ្វាយពពរព្រះមេគុណពីគណៈជូនពរអាដាមអភិបាលរងអង្គពិធីទាំងមូលសម្បានប្រកបដោយពុទ្ធពរទាំង4ប្រការយុវណៈសុខៈពលៈកំបីក្លៀងក្លេតឡើយហើយគណៈមកនេះក៏មិនមានបច្ច័យអីច្រើនទេមកនឹងចូលរួមតិចតួចជាមួយព្រះអង្គកម្មវិធីទៅណាហ្នឹងហើយប្រកេនបណ្ណាយកប៉ុណ្ណឹងទៅហ្នឹងហើយហើយសង្ឃឹមថាឆ្នាំក្រោយយើងមានសំណាក់និស្សិតចប់ហ្នឹងហើយការប្រឡងនិទ្ធានទៀតសូមអរព្រគុណចឹង